ខ្ញុំបានលោកគ្រូមហាជុំសូមគោរពជម្រាបសួរលោកអ្នកទាំងអស់គ្នាជាទីគោរពណាស់បាទខ្ញុំសូមទូទាញនៅជោគជតារាសីសម្រាប់ថ្ងៃអាទិត្យទី9ខែសីហាឆ្នាំ2026ជូនដល់លោកអ្នកទាំងអស់គ្នាជាទីគោរពណាស់បាទការទូទាញរាសីប្រចាំថ្ងៃខ្ញុំបានគុណគូនៅលេខសំណាងក៏ដូចជាពណ៌សំណាងសម្រាប់ឆ្នាំនីមួយប្រចាំថ្ងៃប្រសិនបើលោកអ្នកកើតនៅឆ្នាំអ្វីមានពណ៌សំណាងពណ៌អ្វីលេខសំណាងលេខអ្វីនោះសូមលោកអ្នកcomment នៅលេខសំណាងហើយ share នៅវីដេអូដាក់នៅលេខសំណាងសម្រាប់ឆ្នាំរបស់លោកអ្នកដើម្បីទទួលបានលាភសំណាងចំណែកឯពណ៌សំណាងគឺជាពណ៌ប្រចាំថ្ងៃដែលយើងស្លៀកពាក់នៅពណ៌នេះដើម្បីយើងទទួលបានលាភសំណាងក៏ដូចជាជួយជំរុញឲ្យយើងមានរាសីខ្ពស់មានធម៌ពលផ្លូវចិត្តល្អខ្ញុំសូមទូទាយលោកអ្នកដល់ជាដំបូងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំជូតលោកអ្នកដែលកើតនៅឆ្នាំជូតរាសីសម្រាប់ថ្ងៃអាទិត្យទី9សីហា2026រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតពណ៌សំណាងគឺពណ៌តុងដែងលេខសំណាងគឺលេខ714លោកអ្នក comment និង share វីដេអូដាក់លេខ714លោកអ្នកនឹងទទួលបានលាភសំណាងលោកអ្នកហេងលោកអ្នកកាកបលោកអ្នកដែលកើតនៅឆ្នាំជូតរាល់កិច្ចការងាររកស៊ីជំនួយជួញដូរមុខរបរប្រចាំថ្ងៃរបស់លោកអ្នកនៅក្នុងថ្ងៃអាទិត្យនេះគឺមានភាពល្អប្រសើរដាក់ចុះដោះឡើងរកស៊ីមានបានត្រជាក់ត្រជុំកាក់កបហើយនឹងជោគជ័យនៅក្នុងជីវិតលោកអ្នកដែលកើតនៅថ្ងៃអង្គាររាសីសម្រាប់ថ្ងៃអាទិត្យទី9សីហានេះរាសីលោកអ្នកក៏ឡើងខ្ពស់ត្រដែតដែរលេខសំណាងគឺលេខ156ពណ៌សំណាងគឺពណ៌ក្តាប់ដូងរាសីរបស់លោកអ្នកនៅថ្ងៃនេះឡើងខ្ពស់ត្រដែតរាល់កិច្ចការងាររកស៊ីជំនួយជួញដូរមុខរបរតូចធំទាំងឡាយទាំងពួងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំឆ្លូវគឺល្អប្រសើរទាំងការលក់ដូររកស៊ីទាំងការធ្វើដំណើរទៅទីជិតទីឆ្ងាយគឺប្រសើរលោកអ្នកដែលកើតនៅឆ្នាំឆ្លូវលោកអ្នក comment លេខសំណាងដាក់លេខ156ហើយពាក់អាវពណ៌ក្តាប់ដូងលោកអ្នកនឹងទទួលបានជោគជ័យលោកអ្នកដែលកើតនៅឆ្នាំខាលរាសីលោកអ្នកក៏ឡើងខ្ពស់ត្រដែតដែរលេខសំណាងអ្នកកើតឆ្នាំខាលលេខ524ពណ៌សំណាងពណ៌ទឹកក្រូចរាសីរបស់លោកអ្នកគឺឡើងខ្ពស់ត្រដែតរាល់កិច្ចការងារមុខជំនួញជួញដូរមុខរបរប្រចាំថ្ងៃអ្នកកើតឆ្នាំខាលគឺមានភាពល្អប្រសើរលោកអ្នកដែលកើតនៅឆ្នាំថោះរាសីរបស់លោកអ្នកនៅក្នុងថ្ងៃអាទិត្យទី9សីហាលេខសំណាងគឺលេខ891ពណ៌សំណាងពណ៌ត្នោតលោកអ្នកដែលកើតនៅឆ្នាំខាលសូមលោកអ្នកថែរក្សាសុខភាពបើមិនដូច្នោះទេលោកអ្នកអាចនឹងមានជំងឺឈឺថ្កាត់ចូលមកបៀតបៀនដូច្នេះសូមថែរក្សាសុខភាពលោកអ្នកដែលកើតនៅឆ្នាំរោងលោកអ្នកលេខសំណាងគឺលេខ918ពណ៌សំណាងពណ៌ផ្កាឈូករាសីនៅថ្ងៃទី9សីហាឆ្នាំ2026នេះគឺលោកអ្នកនឹងមួម៉ៅក្តៅក្រហាយបន្តិចអត់សូវសប្បាយរីករាយទេដូច្នេះអ្នកដែលកើតនៅឆ្នាំរោងគឺត្រូវតែពង្រឹងនៅផ្លូវចិត្តឲ្យបានរឹងមាំលោកអ្នកទាំងអស់គ្នាជាទីគោរពណាបាទនៅថ្ងៃទី27សីហាខាងមុខនេះគឺជាពិធីបុណ្យសែនក្បាលទឹកពិធីបុណ្យសែនក្បាលទឹកនេះយើងនិយាយឲ្យចំទៅគេហៅថាភ្ជុំចិនដែលជាពិធីបុណ្យដែលយើងត្រូវរៀបចំសែនព្រេនឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធដូនតារបស់យើងអញ្ចឹងនៃឱកាសពិធីបុណ្យសែនក្បាលទឹកនេះគឺទ្វារឋាននរកគឺត្រូវបានបើកដើម្បីឲ្យព្រលឹងវិញ្ញាណទាំងអស់ឡើងមកឋានកណ្ដាលដើម្បីទទួលយកបុណ្យកុសលពីព្រោះថាអ្នកដែលបានបែកចែកឋានទៅគាត់បុណ្យល្អគាត់ទៅឡើងឋានសួគ៌បាត់ហើយប៉ុន្តែអ្នកដែលបុណ្យមិនសូវល្អគឺឡើងគឺត្រូវចុះទៅឋានក្រោមអញ្ចឹងគឺដល់ពេលវេលាដែលត្រូវគេប្រឡែងគាត់ឲ្យមកទទួលនៅបុណ្យអញ្ចឹងកូនចៅទាំងឡាយណាដែលជាប់ខ្សែស្រឡាយចិនគឺចាំបាច់ត្រូវតែរៀបចំសែនព្រេនជូនឲ្យគាត់ដើម្បីឲ្យគាត់ទទួលបានបុណ្យកុសលឲ្យគាត់ឆាប់បានទៅចាប់ជាតិហើយបើគាត់បានរួចទុកទោសឲ្យគាត់នឹងឲ្យពរឲ្យជ័យយើងរកស៊ីមានបានអញ្ចឹងកូនចៅចិនគឺគេមិនដែលចោលទេការពិធីបុណ្យសែនក្បាលទឹកនេះគឺសំខាន់ព្រោះបុណ្យឧទ្ទិសកុសលដល់ដូនតាហើយដូចខ្មែរយើងអញ្ចឹងហៅ7វត្តអត់ឃើញគឺត្រូវដូនតាដាក់បដាសាហើយចិនក៏ចឹងដែរតែយើងអត់សែនព្រេនគាត់អីអត់ឲ្យអីហូបគឺគាត់នឹងធ្វើបាបយើងហើយឲ្យយើងរកស៊ីមិនឡើងអីជាដើមអញ្ចឹងការសែនក្បាលទឹកនេះគឺសំខាន់បំផុតគឺការបញ្ជូនកុសលឲ្យគាត់គឺกระดาษសែនហ្នឹងបងប្អូនមិនបាច់ទៅចំណាយថវិកាឲ្យទិញឲ្យច្រើនលើសលប់ទេក្បួនដូនតាកុងអាម៉ាយើងដែលគាត់បានដឹងការគាត់នៅរស់ការយើងនៅពីក្មេងយើងឃើញហើយគាត់ធ្វើតាមរបៀបរបបរបស់គាត់ប៉ុន្តែដល់ពេលឥឡូវនេះយើងក្មេងជំនាន់ក្រោយយើងអត់ដឹងអញ្ចឹងខ្ញុំលោកគ្រូមហាជុំខ្ញុំខ្លាចបងប្អូនធ្វើទៅខុសពីព្រោះថាกระดาษសែនក្បាលទឹកគឺសំខាន់ណាស់សំខាន់ជាងសែនចូលឆ្នាំចិនយើងសែនអបអសាទៅអត់បញ្ហាទេ
ប៉ុន្តែសែនក្បាលទឹកយើងត្រូវមានកដាសសែនច្រើនកដាសមាសប្រាក់លុយកាក់ខោអាវហើយនឹងកដាសសុំចាប់ជាតិកដាសសុំយមរាជកដាសអីច្រើនណាអញ្ចឹងបងប្អូនរៀបទៅខុសគឺអត់បានផលប្រយោជន៍ទេរៀបចំសែនព្រេនអស់លុយរាប់សិបម៉ឺនក៏អត់បានផលប្រយោជន៍ដែរអញ្ចឹងខ្ញុំអត់អាចទៅណែនាំបងប្អូនបានទៅទូទាំងប្រទេសទេកូនសិស្សកូនគេសនំពោខ្ញុំឲ្យខ្ញុំរៀបចំកដាសសែនអញ្ចឹងដូចរាល់ឆ្នាំខ្ញុំរៀបចំកដាសសែនជូនបងប្អូនចំណាយតិចហើយនឹងទទួលបានផលល្អបងប្អូននេះគឺជាកដាសសែនសម្រាប់ផ្សែងក្បាត់ទឹកខាងមុខខ្ញុំសូមជម្រាបប្រាប់បងប្អូនអាចទំនាក់ទំនងយកទៅសែនបានបងប្អូននេះគឺជាទៀនសម្រាប់យើងដុតសែននៅខាងក្រៅផ្ទះខាងក្រៅផ្ទះណាបាទទៀនដល់ជើងនេះដុតសែនក្រៅផ្ទះទៀននេះយើងដុតសែននៅក្នុងផ្ទះធូប3តសៃនេះគឺយើងដុតដើម្បីសែនទេវតាឬមួយឡៅអៀនៅកុងម៉ាហើយធូបនេះគឺយើងដុតសែនទូទៅដែលយើងមានប្រសិទ្ធិដុតឲ្យទទួលលាភសំណាងហើយទូកឬកតងនេះគឺយើងដុតសែនទេវតាយើងមានប្រភូមិជំនាងផ្ទះជំនាងចក្រាននិងទេវតារក្សាកុងម៉ាហើយមកដុំខាងលើនេះបងប្អូនកូនក្មួយមកដុំនេះគឺសម្រាប់សែនខ្មោចអនាថានៅពេលល្ងាចហើយមកកេះមកហឹបនេះគឺសម្រាប់សែនដូនតាបងប្អូនតែប៉ុណ្្នឹងទៅមិនបាច់ទិញឡានទិញផ្ទះទិញអីទេគឺគ្រប់គ្រាន់ហើយព្រោះយើងពីដូនតាយើងមកក៏មិនដែលមានណាដាក់ផ្ទះដាក់ឡានអីដែរតែប៉ុណ្្នឹងមានលុយមានកាក់អីហើយគ្រប់គ្រាន់ហើយគាត់យកទៅទទួលបាននៅផលល្អសម្រាប់កូនចៅអញ្ចឹងកដាសសែនក្បាលទឹកនេះខ្ញុំរៀបចំត្រូវក្បួនត្រូវខ្នាតបងប្អូនកូនក្មួយអាចយកកដាសសែនលោកគ្រូយកទៅសែនដើម្បីទទួលបានលាភសំណាងណាបាទអញ្ចឹងបងប្អូនបានកដាសសែនលោកគ្រូយកទៅសែនហើយគឺប្រៀបបានដូចជាមានគ្រូចិនសែជំនាញទៅរៀបចំជូនបងប្អូនអញ្ចឹងបងប្អូននឹងទទួលបាននៅផលល្អអញ្ចឹងបងប្អូននឹងទទួលបានជោគជ័យណាអញ្ចឹងជូនពរឲ្យបងប្អូនទាំងអស់បានជោគជ័យហើយបងប្អូនកុំភ្លេចទំនាក់ទំនងយកកដាសសែនយកទៅសែនព្រេនឲ្យរួចព្រោះថ្ងៃសែនថ្ងៃ27ហើយថ្ងៃនេះថ្ងៃ9គឺសល់18ថ្ងៃទៀតកន្លះខែប្រយ័ត្នអត់តាន់ណាបាទហើយរបស់យើងគឺមានតិចទៀតព្រោះខ្ញុំរៀបអត់តាន់ទេតែម្នាក់ឯងចឹងសូមបញ្ចប់ត្រឹមប៉ុណ្្នឹងខ្ញុំទូទាយដល់លោកអ្នកដែលកើតនៅឆ្នាំម្សាញ់លោកអ្នកដែលកើតឆ្នាំម្សាញ់វិញម្ដងលេខសំណាង643ពណ៌សំណាងគឺពណ៌ស្វាយអ្នកដែលកើតឆ្នាំម្សាញ់នៅថ្ងៃអាទិត្យទី9នេះលោកអ្នកប្រយ័ត្នខាតបង់អញ្ចឹងរាល់កិច្ចការងាររកស៊ីជំនួញជួញដូរមុខរបរទាំងឡាយទាំងពួងអ្នកកើតឆ្នាំម្សាញ់គឺត្រូវតែប្រយ័ត្នប្រយែងបន្តិចកុំឲ្យមានការខាតបង់ណាបាទលោកអ្នក comment និង share វីដេអូដាក់លេខសំណាងអ្នកកើតឆ្នាំម្សាញ់លេខ643ពណ៌សំណាងពណ៌ស្វាយលោកអ្នកដែលកើតនៅឆ្នាំមមីរាសីនៅថ្ងៃនេះគឺឡើងខ្ពស់ត្រដែតថ្ងៃអាទិត្យទី9បាទលេខសំណាងលេខ295ពណ៌សំណាងពណ៌លឿងអ្នកកើតឆ្នាំមមី comment និង share វីដេអូដាក់លេខ295លោកអ្នកមុខជំនួញជួញដូរមុខរបររកស៊ីទាំងឡាយទាំងពួងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំមមីគឺដាក់ចុះដោះឡើងល្អពីព្រោះរាសីឡើងខ្ពស់ត្រដែតហើយធ្វើស្អីក៏បានល្អដែរលោកអ្នកដែលកើតនៅឆ្នាំមមែលេខសំណាងលេខ624ពណ៌សំណាងពណ៌ស្កររាសីរបស់លោកអ្នកក៏ឡើងខ្ពស់ត្រដែតដែររាល់កិច្ចការងាររកស៊ីជំនួញជួញដូរមុខរបរតូចធំទាំងឡាយទាំងពួងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំមមែគឺល្អប្រសើរណាស់អញ្ចឹងលោកអ្នក comment នៅលេខសំណាងគឺលេខ624ចំណែកពណ៌សំណាងគឺពណ៌ស្ករលោកអ្នកទាំងអស់គ្នាជាទីគោរពណាស់បាទខ្ញុំបានរៀបចំនៅខ្សែដៃហុងស៊ុយយ៉ាងពិសេសសម្រាប់លោកអ្នកទាំងអស់គ្នាដែលមានបញ្ហាជាមួយនឹងមុខរបររកស៊ីដែលមានបញ្ហាផ្លូវចិត្តផ្លូវអារម្មណ៍មិនល្អដែលមានបញ្ហាដែលមានគេច្រណែននិន្ទាឈ្នានីច្រើនធ្វើអ្វីមិនបានជោគជ័យហើយចង់ឲ្យលក់ដូរដាច់រកស៊ីមានបានឈ្នះអស់មាសត្រូវដេញនៅអំពើភ្លើងងងឹតទាំងឡាយទាំងពួងចេញពីខ្លួនលោកអ្នកអាចទទួលយកខ្សែដៃពីលោកគ្រូមហាជុំយកទៅពាក់បានខ្សែដៃនេះគឺជាប្រភេទខ្សែដៃសរសៃសូត្រមាសដែលជាប្រភេទខ្សែដៃហុងស៊ុយដែលយើងធ្វើនឹងមានការប្រសិទ្ធិយ៉ាងត្រឹមត្រូវហើយមានគុណភាពពីរយ៉ាងសំខាន់ទី1ពេលដែលយើងពាក់ខ្សែដៃនេះទៅគឺយើងនឹងដេញនៅរឿងអាក្រក់ហើយនឹងការពារសត្រូវអញ្ចឹងរាល់រឿងអាក្រក់ទាំងឡាយទាំងពួងនៅក្នុងខ្លួនហ្នឹងកាលណាដែលយើងពាក់ខ្សែដៃនេះចូលគឺនឹងដេញនៅឧបទ្រពចង្រៃដេញនៅរឿងអាក្រក់ទាំងឡាយទាំងពួងដេញនៅភ្លើងងងឹតទាំងឡាយទាំងពួងដែលគេប៉ុនប៉ងធ្វើបាបយើងហើយថែមទាំងការពារយើងឲ្យបានកុំឲ្យមានរឿងអាក្រក់ចូលមកទៀតហើយធ្វើឲ្យរាសីយើងឡើងកាត់ឆុងលើករាសីហើយនឹងជួយជំរុញលាភជ័យឲ្យយើងលក់ដូរដាច់រកស៊ីមានបានគេជពាក់លុយគេសងលុយហើយមានលាភមានសំណាងកាក់កបអញ្ចឹងខ្សែដៃមួយខ្សែនេះគឺអាចជួយឲ្យយើងមានលាភមានសំណាងការពារសត្រូវផ្លូវងងឹតផ្លូវភ្លឺហើយជួយឲ្យយើងមានលាភមានជ័យស្រូបលុយដោះបំណុលអញ្ចឹងបងប្អូនអាចទំនាក់ទំនងយកខ្សែដៃនេះយកទៅពាក់បានជាមួយនឹងយ័ន្តដ៏ប្រកែស័ក្តិសិទ្ធិនេះគឺយ័ន្តព្រះពុទ្ធ4អង្គដើម្បីយើងយកទៅដាក់តាមខ្លួន
ចឹងខ្សែដៃនេះគឺពិសេសណាស់បងប្អូនណាប្រញាប់យកទៅពាក់នៅក្នុងខែ8នេះហើយខ្សែដៃនេះនឹងមានអនុភាពរហូតដល់ពេញមួយឆ្នាំ2027នឹងកាត់ឆុងនឹងមានលៀបមានសំណាងនឹងលើករាសីបងប្អូនខ្ញុំសូមទួទាជាបន្តដល់លោកអ្នកដែលកើតនៅឆ្នាំវោកលេខសំណាងគឺលេខ993ពណ៌សំណាងពណ៌ត្រាវរាសីអ្នកកើតឆ្នាំវោកគឺឡើងខ្ពស់ត្រដែតកិច្ចការងាររកស៊ីចំនួនជួញដូរអ្នកកើតឆ្នាំវោកគឺដាក់ចុះដោះឡើងល្អប្រពៃថ្លៃថ្លាធ្វើអ្វីក៏បានកាក់កបបាទលោកអ្នកដែលកើតឆ្នាំរកាលេខសំណាងលេខ289ពណ៌សំណាងគឺពណ៌ប្រផេះរាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះមិនសូវជាល្អប្រហែលទេលោកអ្នកអាចនឹងមានអារម្មណ៍ខឹងច្រឡោតហើយក៏ឆេវឆាវហើយក៏ហត់នឿយនៅក្នុងការងារដែរអញ្ចឹងគឺសូមលោកអ្នកសម្រួមចិត្តហើយធ្វើការដោយរលូននិងទទួលបានជោគជ័យកុំភ្លេច comment លេខសំណាងនិង share វីដេអូដាក់លេខ289សម្រាប់លោកអ្នកដែលកើតនៅឆ្នាំរកាលោកអ្នកដែលកើតនៅឆ្នាំចលេខសំណាងរបស់លោកអ្នកគឺលេខ198ពណ៌សំណាងគឺពណ៌ស្លាទុំលោកអ្នក comment និង share វីដេអូដាក់លេខ198លោកអ្នកពាក់អាវពណ៌ស្លាទុំរាសីរបស់អស់លោកអ្នកដែលកើតនៅឆ្នាំចលោកអ្នកនឹងត្រូវគេស្ដីបន្ទោសលោកអ្នកនឹងត្រូវគេលៀបពណ៌អញ្ចឹងលោកអ្នកត្រូវតែប្រយ័ត្នប្រយែងហើយធ្វើការងារឬមួយក៏ធ្វើកិច្ចការមួយដោយច្បាស់លាស់កុំប្រឡែមប្រឡំដើម្បីកុំឲ្យគេមានចំណុចខ្សោយគេស្ដីបន្ទោសយើងហើយបើយើងខំប្រឹងហើយគេនៅតែស្ដីបន្ទោសយើងទៀតអានឹងក៏ទៅតាមតំណើទុកឲ្យទេវតាលោកអ្នកមើលព្រោះចវាអយុត្តិធម៌ឆ្អែតហើយលោកអ្នកដែលកើតឆ្នាំកុលលេខសំណាងរបស់លោកអ្នកនៅថ្ងៃ9សីហា2026នេះគឺលេខ879ពណ៌សំណាងពណ៌បៃតងរាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះមិនសូវជាល្អទេថ្ងៃអាទិត្យនេះលោកអ្នកប្រយ័ត្នបាត់របស់ពាក់ព័ន្ធជាមួយលុយកាក់សម្ភារៈប្រើប្រាស់គ្រឿងអលង្ការនិងយានជំនិះគឺជាចំណុចមួយរសើបដែលយើងត្រូវប្រយ័ត្នអញ្ចឹងអ្នកដែលកើតឆ្នាំកុលប្រយ័ត្នប្រយែងប៉ុន្តែមិនមែនថាខ្ញុំទាយនឹងលោកអ្នកត្រូវតែបាត់ទេអត់ទេលោកអ្នកប្រយ័ត្នទៅលោកអ្នកនឹងមិនបាត់អញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំកុលលេខសំណាងរបស់លោកអ្នកលេខ879ចំណែកពណ៌សំណាងគឺពណ៌បៃតងពាក់អាវពណ៌បៃតងលោកអ្នកនឹងហេងហើយលោកអ្នក share វីដេអូដាក់លេខ879ខ្ញុំសូមជូនពរដល់លោកអ្នកទាំងអស់គ្នាជួបប្រទះទៅនឹងសេចក្តីសុខសេចក្តីចម្រើនរុងរឿងហើយសូមឲ្យថ្ងៃអាទិត្យនេះគឺជាថ្ងៃដ៏ជ័យជំនះគុលឧត្តមឧត្តមសម្រាប់អស់លោកអ្នក